នៅពេលដែលយើងឃើញលេខរបស់លំដាប់របស់អាតូមក៏ដូចជាម៉ាស់ម៉ូរបស់អាតូមដែលគេសរសេរនៅក្បែរអាតូមតើវាមានន័យដូចម្ដេចតើលេខនេះមកពីណាដូចអ្នកនរគ្នាឃើញខ្ញុំចុចលើអេយ៉ូមគឺវាមានលំដាប់លេខរៀងនៅលេខ2ហើយម៉ាស់ម៉ូរបស់វាគឺ4តើអាលេខហ្នឹងវាមានទំនាក់ទំនងដូចម្ដេចជាមួយនឹងលេខលំដាប់របស់វាជាមួយនឹងចំនួនប្រូតុងណាហោមចំនួនប្រូតុងចំនួនណឺត្រុងរបស់វាហើយនឹងចំនួនអេឡិចត្រុងដែលវាមាននៅក្នុងអាតូមហ្នឹងយើងដឹងហើយអាតូមគឺផ្សំឡើងដោយធាតុ3គឺប្រូតុងដែលជាបន្ទុកវិជ្ជមានណឺត្រុងគ្មានបន្ទុកទេប៉ុន្តែវានៅនឹងដែរដើម្បីកុំឲ្យប្រូតុងហ្នឹងវាធាក់គ្នាចេញចំណែកអេឡិចត្រុងគឺវាមានបន្ទុកអវិជ្ជមានអញ្ចឹងខ្ញុំបញ្ជាក់ភាសាទៀតអ្នកនរគ្នាប្រូតុង2នេះបាទអេយ៉ូមវានៅលេខរៀងទី2បើសិនជាវានៅលេខរៀងទី2មានន័យថាវាមានប្រូតុងចំនួន2វាមានប្រូតុងចំនួន2វាមានបន្ទុកវិជ្ជមាន2ដែលវានៅណយោនៅកណ្ដាលនៅស្នូអាតូមហ្នឹងគឺវាមានប្រូតុង2នៅជាប់គ្នាអញ្ចឹងហ្នឹងតែដឹងថាបន្ទុកវិជ្ជមាន2ដែលមានបន្ទុកដូចគ្នាវាធាក់គ្នាចេញវាធាក់គ្នាចេញយើងយកដុំដៃដែលឆក់2យកមកដាក់ក្បែរហ្នឹងវាធាក់គ្នាចេញចឹងបន្ទុកវិជ្ជមាន2ហ្នឹងវាធាក់គ្នាចេញដើម្បីកុំឲ្យបន្ទុកវិជ្ជមានហ្នឹងធាក់គ្នាចេញត្រូវការកម្លាំងរបស់ណឺត្រុងទោះបីជាវាគ្មានបន្ទុកប៉ុន្តែណឺត្រុងវាជាសារធាតុមួយដែលវានៅនឹងវាមានថាមពលដើម្បីភ្ជាប់កុំឲ្យប្រូតុង2ហ្នឹងធាក់គ្នាចេញប្រូតុងច្រើនក៏ដោយប៉ុន្តែកុំឲ្យប្រូតុងវាធាក់គ្នាចេញអញ្ចឹងណឺត្រុងវានៅជាមួយនឹងប្រូតុងដើម្បីចាប់ប្រូតុងហ្នឹងឲ្យជាប់អញ្ចឹងអាតូមអេលីយ៉ូមនៅលេខរៀងទី2វាមានប្រូតុងប៉ុន្មានវាមានប្រូតុង2ពីព្រោះលេខរៀងនៃអាតូមគឺរៀបតាមចំនួនប្រូតុងប្រសិនបើយើងឃើញលីយ៉ូមបាទវាមានលេខរៀងទី3មានន័យថាវាមានប្រូតុងចំនួន3ហ្នឹងកុំមកនេះ3អញ្ចឹងប្រូតុងចំនួន3តើអេឡិចត្រុងរបស់អាតូមលីយ៉ូមហ្នឹងចំនួនប្រមាណអេឡិចត្រុងមកវាក៏3ដែរពីព្រោះប្រូតុងមានបន្ទុកវិជ្ជមានប្រូតុងមានបន្ទុកវិជ្ជមានបូកចំណែកអេឡិចត្រុងតែនៅស្ទាប់វាហ្នឹងគឺវាមានបន្ទុកអវិជ្ជមានបើប្រូតុង3អេឡិចត្រុងក៏3ដែរបើប្រូតុង2នៅក្នុងអេលយ៉ូមអេឡិចត្រុងរបស់អេលយ៉ូមក៏វាមាន2ដែរចុះអាលេខ4នេះមានន័យដូចម្ដេចលេខ4នេះមានន័យដូចម្ដេចលេខ4ដែលនៅក្នុងអាតូមរបស់ធាតុគីមីហ្នឹងគឺបង្ហាញអំពីម៉ាស់ម៉ូលឬក៏អាតូមិកម៉ាស់ឬក៏ម៉ាស់របស់អាតូមហ្នឹងអញ្ចឹងយើងអាចនិយាយថាម៉ាស់ម៉ូលឬក៏អាតូមិកម៉ាស់ហ្នឹងគឺគេធៀបជាមួយនឹងអ្វីបាទយើងអាចនិយាយបានថាលេខ4ហ្នឹងគឺ4ក្រាមក្នុង1ម៉ូលឬក៏វាមានម៉ាស់របស់វា4អាតូមិកម៉ាស់បាទអាតូមិកម៉ាស់ unit ណាអាតូមិកម៉ាស់ unit AMU អូខេអាតូមិកម៉ាស់ unit មានន័យថាយើងធៀបបាទយើងធៀបម៉ាស់របស់វាហ្នឹងទៅនឹងម៉ាស់របស់ប្រូតុងហើយនឹងម៉ាស់របស់ណឺត្រុងឥឡូវអ្នកនរគ្នាមើលនៅក្នុងអេលយ៉ូមហ្នឹងតើវាមានប្រូតុងប៉ុន្មានវាមានណឺត្រុងប៉ុន្មានវាមានប្រូតុង2វាមានណឺត្រុង2អញ្ចឹងទាំងអស់វាមាន4គ្រាប់ត្រូវទេដោយសារណឺត្រុងហើយនឹងប្រូតុងពី2គ្រាប់ហ្នឹងវាមានម៉ាស់ដូចគ្នាទេអញ្ចឹងគេអត់មានធៀបជាមួយគីឡូក្រាមធៀបជាមួយអីទេគេធៀបវាជាមួយនឹងចំនួនរបស់ប្រូតុងហើយនឹងណឺត្រុងតែម្ដងធៀបគ្នាជាមួយនឹងម៉ាស់របស់ណឺត្រុងហើយនឹងម៉ាស់របស់ប្រូតុងតែម្ដងអញ្ចឹងពេលដែលយើងឃើញថា 4.0026 ហ្នឹងមានន័យថា 4.0026 នៃម៉ាស់របស់ប្រូតុងឬក៏នៃម៉ាស់របស់ណឺត្រុងពីរស្មើគ្នាទេណាយើងមកមើលរូបមួយនេះបាទលីយ៉ូមមានប្រូតុងប៉ុន្មានលេខរៀងវាទី3អញ្ចឹងមានប្រូតុងវា3ណឺត្រុងវាមានប៉ុន្មានណឺត្រុងវាមានយ៉ាងតិចក៏3ដែរជាងអ្នកនរគ្នាមកមើលក្នុងនេះណឺត្រុងវាមានយ៉ាងតិចស្មើនឹងចំនួនប្រូតុងជាងនៅក្នុងនោះណឺត្រុងមានប៉ុន្មានមាន4ហើយដូច្នេះ
mass របស់វា mass mol របស់វាឬក៏ atomic mass របស់វាហ្នឹងគឺស្មើជាមួយនឹង7បាទស្មើជាមួយនឹង7ក្នុងករណីនេះគឺស្មើមួយ7ហើយនៅពេលដែលអ្នកនរគ្នាឃើញថា isotope អ្នកនរគ្នាធ្លាប់លឺណាអាតូមវាមាន isotope របស់វាមានន័យថាអាតូមបាទអាតូមនៅក្នុងធម្មជាតិរបស់យើងហ្នឹងវាមិនមែនគ្រប់តែអាតូមលីចូមទាំងអស់វាមាននៅត្រង់4ទេបាទគ្រប់អាតូមលីចូមទាំងអស់មិនមែនប្រកាសថាមាននៅត្រង់4ទេហេវាមាននៅប្រូតុង3ប្រូតុងបន្ទុកវាមាន3ឯងប៉ុន្តែមិនប្រកាសថានៅត្រង់របស់វាមាន4ទេជាងកាយវាមាន4ជាងកាយវាមាន3វាគ្រាន់តែ isotope មានន័យថាភាគច្រើននៃអាតូមហ្នឹងគឺវាមាននៅត្រង់ចំនួន4គ្រាប់ណាមាននៅត្រង់ចំនួន4គ្រាប់ហើយមកភាគទៀតនោះវាមាននៅត្រង់តែ3គ្រាប់ទេអញ្ចឹងហើយបានជា mass mol របស់លីចូមហ្នឹងវាមិនបាន7តម្ងទេព្រោះអាខ្លះវាបានតែ6អាខ្លះវា7គ្រាន់តែ7វាភាគច្រើនអញ្ចឹងដល់ពេលយើងគណនាទៅវាចេញ6.9បាទ6.9វានៅក្បែរ7ដោយសារតែអា7ហ្នឹងវាច្រើនមែនទែនដល់ 92.41% ចំណែកពួកអា6នេះវាមានតែប្រមាណភាគរយទេណាអាដឺលីចូម isotope មាន isotope ផ្សេងទៀតឥឡូវយើងមកមើលមួយទៀតចុះណាមើលមួយទៀតចុះតាក់ទងជាមួយនឹងអុកស៊ីហ្សែនអ្នកនរគ្នាមើលអុកស៊ីហ្សែនតើអុកស៊ីហ្សែនមានចំនួនប្រូតុងប្រមាណលេខរៀងទី8អញ្ចឹងប្រូតុងវាប្រមាណប្រូតុងវា8បើប្រូតុងវា8នៅត្រង់របស់វានេះវាចាំបាច់ត្រូវតែមានប៉ុន្មានត្រូវតែមាន8ដែរណាវាចាំបាច់តែមាន8ដែរអញ្ចឹង mass mol របស់អុកស៊ីហ្សែន16 mass mol របស់អុកស៊ីហ្សែន16មានន័យថាប្រូតុង8នៅត្រង់8ដែរគ្រាប់ទាំងអស់មាន6 10គ្រាប់ mass mol វាត្រង់16ហ្នឹងហើយមាន16គ្រាប់នៅត្រង់ចុះមកយើងអត់គិតអេឡិចត្រូនទេយើងគិត mass អេឡិចត្រូនទេបាននិយាយចុះនិយាយឡើងគ្រាប់ mass របស់វាតើចំនួននៅត្រង់ហើយនឹងប្រូតុងមិនបានមិនយើងមិនរាប់អេឡិចត្រូនយើងដឹងថាអេឡិចត្រូនបើសិនជាមាន8គ្រាប់មានប្រូតុង8អេឡិចត្រូនវាក៏មាន8ដែរដោយសារតែ mass របស់អេឡិចត្រូនគឺវាទូចណាស់ធៀបជាមួយនឹងប្រូតុងវាសឹងថា2000ដងតូចជាងប្រូតុងអញ្ចឹងវាទូចណាស់គេមិនបាច់គិតវាទេម៉ាស់ហ្នឹងវាទូចពេកណាម៉ាស់វាទូចពេកតែគេមិនបាច់គិតម៉ាស់អេឡិចត្រូនទេយើងធៀបយើងគិតតែប្រូតុងហើយនឹងនៅត្រង់នេះណាអាពីរហ្នឹងបើសិនចំនួនវាប្រមាណគឺយើងធៀបវាជាមួយនឹងហ្នឹងឯងអេឡិចត្រូនវាតិចតួចណាស់ធៀបជាមួយនឹងម៉ាស់របស់ប្រូតុងហើយនឹងនៅត្រង់អញ្ចឹងយើងរាប់តែប្រូតុងហើយនៅត្រង់អ្នកនរគ្នាហើយអ្នកនរគ្នាបើសិនជាអ្នកនរស្គាល់អំពីទំនាក់ទំនងរបស់ប្រូតុងហើយនឹងនៅត្រង់ហ្នឹងបាទហើយនឹងម៉ាស់របស់វាហ្នឹងម៉ាស់អាតូមរបស់វាហ្នឹងធៀបជាមួយអីគឺគេធៀបជាមួយប្រូតុងនៅត្រង់នោះអ្នកនរគ្នានឹងមានការយល់ច្រើនអំពីម៉ាស់ម៉ូរបស់វាបើសិនបើខ្ញុំចុចលើboronវាលេខរៀងរបស់វាលេខ5អ្នកនរគ្នាឃើញលេខរៀងរបស់វាលេខ5អញ្ចឹងមានន័យថាចំនួនប្រូតុងมันមានប៉ុន្មានចំនួនប្រូតុងមាន5អញ្ចឹងនៅត្រង់ប៉ុន្មាននៅត្រង់មិនក៏5ដែរអញ្ចឹងម៉ាស់ម៉ូលរបស់វាបើមិន10ក៏លើ10ដែរប៉ានេះវាលើ10តែ1ទេអញ្ចឹងមានន័យថានៅត្រង់របស់វាមិនមែន5នៅត្រង់របស់វា6បានម៉ាស់ម៉ូលវាទៅដល់11កើបាទទេបាទអញ្ចឹងវាអាច11គ្រាប់ឬក៏យើងអាចនិយាយបានថា11អីគេ11ក្រាមក្នុង1ម៉ូលអានេះមិនមែនមានន័យថាអាតូមមួយមានទម្ងន់11ក្រាមទេបងប្អូនមែនអាតូមមួយមានទម្ងន់11ក្រាមទេអាតូម1ម៉ូលអាតូមចំនួន1ម៉ូលយកមក1ម៉ូលផ្ដុំគ្នាវាមានទម្ងន់ស្មើ11ក្រាម1ម៉ូលហ្នឹងអាតូមប្រហែលនឹងថាការអាតូម 6.02 គុណនឹង10ស្វ័យគុណ23អាតូមដើម្បីយកមកប្រមូលគ្នាទាំងអស់ហ្នឹងយកមកថ្លឹងប៉ុន្មានយកមកថ្លឹងប៉ុន្មាន11ក្រាមអូខេបើសិនជាកាបូនបាទតែមានលេខរៀងទី6តែមានចំនួនប្រូតុង6គ្រាប់ចំនួននៅត្រង់
6គ្រាប់ដែរវាមានម៉ាស់ម៉ូលវា12ក្រាមក្នុង1ម៉ូលបាទ12ក្រាមក្នុង1ម៉ូលវាមាន12គ្រាប់ណាជាងវា12ក្រាមក្នុង1ម៉ូលមានន័យថាអ្នកយកកាបោនយកមកយកកាបោន 6.02 គុណ10គុណ23កាបោនហ្នឹងយកមកថ្លឹងអ្នកបាន12ក្រាមអូខេអាហ្នឹងគឺជានិយមន័យរបស់ម៉ាស់ម៉ូលហើយតំណាក់តំណងរវាងម៉ាស់នៃអាតូមជាមួយនឹងលេខលំដាប់របស់វាដែលតំណាងឲ្យលេខប្រូតុងហើយតំណាក់តំណងរវាងប្រូតុងជាមួយនឹងណឺត្រុងបើវាមិនស្មើប្រូតុងទេក៏វាលើប្រូតុងតិចតួចដែរណាហើយរបៀបអ៊ីសូតូបគឺជាភាគរយភាគច្រើនដែលអាតូមនឹងវាកកើតឡើងជាងអាតូមកាបូនភាគច្រើននៅក្នុងធម្មជាតិរបស់យើងហ្នឹង 98.93% គឺវាមានម៉ាស់ម៉ូលរបស់វា12ក្រាមភាគច្រើនទៅចឹងនៅសល់តិចតួចជាតិមានម៉ាស់ម៉ូលផ្សេងចឹងយើងយកអាភាគច្រើនយកមកសិក្សាបាទអរគុណច្រើនតែបើសិនអ្នកនរគ្នាមានចម្ងល់តាក់ទងជាមួយនឹងអាតូមបាទអ្នកនរអាចខមមិនខាងក្រោមបានហើយយើងកុំភ្លេចណាអាតូមគុំឡើងដោយប្រូតុងណឺត្រុងបាទនៅជាប់គ្នាហ្នឹងហើយនឹងអេឡិចត្រុងដែលវាលោតនៅជុំវិញវាហ្នឹងចំនួនអេឡិចត្រុងស្មើជាមួយនឹងចំនួនប្រូតុងចំនួនណឺត្រុងហើយនឹងចំនួនរបស់ប្រូតុងអាពីរហ្នឹងបូកចុះនេះបានទៅជាម៉ាស់អាតូមបាទម៉ាស់របស់អាតូមឬក៏ម៉ាស់ម៉ូលរបស់អាតូមនេះបាទអរគុណ